សម្រាប់ការលះបង់របស់អ្នកកងទ័ពដែលគាត់នៅជួបមុខកន្លងមកគឺធ្វើឲ្យយើងប្រកបខ្លាំងណាស់ចំពោះសកម្មភាពរបស់គាត់វីដេអូនៅក្នុងថ្ងៃនេះគឺជាវីដេអូដែលខ្ញុំសែនទុកជាអនុស្សាវរីយ៍ក៏ដូចជាចង់បង្ហាញអ្នកនរគ្នាឲ្យអ្នកនរគ្នាបានឃើញផ្ទាល់ភ្នែកនៅអ្វីដែលអ្នកកងទ័ពយើងគាត់បានលះនៅក្នុងអំឡុងពេលថ្ងៃសង្គ្រាម21ថ្ងៃគឺចាប់ពីថ្ងៃទី7នៅក្នុងអំឡុងពេលសង្គ្រាមចៅឈ្លានពានសៀមឈ្លានពានទឹកដីយើងនៅថ្ងៃទី7ខែ12ឆ្នាំ2025រហូតទៅដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025គឺមានរយៈពេលច្រើនថ្ងៃមែនទែនហើយក្នុងអំឡុងពេលហ្នឹងវរៈកងទ័ពរបស់យើងក៏គាត់ខ្វះខាតក្នុងការហូបចុកយើងឃើញទស្សនវិជ្ជាជាក់ស្ដែងនេះហើយពេលខ្លះរវល់ជាប់ដៃតតាំងជាមួយនឹងចៅឈ្លានពានគឺมันមានពេលវេលាគ្រប់គ្រាន់ដល់មានស្បៀងហូបគ្រប់គ្រាន់ទេពួកគាត់អ្នកខ្លះហូបបាយជាមួយនឹងត្រីខអ្នកខ្លះហូបបាយមួយថង់ជាមួយនឹងត្រីងៀតអ្នកខ្លះហូបបាយតេក៏មានអ្នកខ្លះហូបមីឆុងនិងអ្នកខ្លះទៀតហូបបាយជាមួយទឹកស៊ីអ៊ីវនិយាយរួមគឺក្នុងវីដេអូនេះគឺមានគ្រប់រូបភាពឲ្យយើងទាំងអស់គ្នាមើលពីសកម្មភាពក៏ដូចជាការលះបង់របស់វីរៈកងទ័ពជួរមុខរបស់យើងដែលគាត់លះបង់ទាំងកម្លាំងកាយកម្លាំងចិត្តការហូបចុករបស់គាត់មិនសូវគ្រប់គ្រាន់ការហូបចុករបស់គាត់ទោះមិនឆ្ងាញ់มันមានទីកន្លែងល្អហូបចុកมันមានម្ហូបឆ្ងាញ់សម្រាប់ហូបចុកទោះហូបចុកនៅក្នុងភ្លើងសង្គ្រាមទោះហូបចុកក្រោមស្នូក្របផ្លោងក្របកំភ្លើងរបស់ចៅឈ្លានពានសៀមតែគាត់នៅតែមានចិត្តអង់អាចក្លាហានតស៊ូទៅមុខដើម្បីរស់ដើម្បីមានកម្លាំងតតាំងជាមួយសត្រូវទោះបាយសក៏គាត់អាចហូបកើតមីមួយកញ្ចប់ក៏គាត់អាចហូបកើតមីជាមួយនឹងត្រីខក៏គាត់អាចហូបកើតនិយាយរួមឲ្យតាអ្វីក៏ដោយឲ្យតែហូបទៅអាចចំអែតក្រពះឬក៏អាចធ្វើឲ្យគាត់មានកម្លាំងតតាំងទៅមុខទៀតគឺគាត់នៅតែអាចហូបបានដើម្បីតតាំងជាមួយនឹងចៅឈ្លានពានកុំឲ្យចៅឈ្លានពានចូលឈ្លានពានទឹកដីខ្មែរយើងនេះគឺជាការលះបង់ដ៏ធំធេងរបស់វីរៈកងទ័ពខ្មែរយើងហើយអ្នកទាំងអស់គ្នាក្នុងនាមជាប្រជាជនក៏ត្រូវតែចងចាំនៅទស្សនវិជ្ជាទាំងអស់នេះរបស់វីរៈកងទ័ពយើងគ្រប់គ្នាដែលគាត់ខំលះបង់ពលីគ្រប់សពបែបយ៉ាងมันមានស្បៀងអាហារហូបចុកគ្រប់គ្រាន់មែនពិតនៅក្នុងថ្ងៃសង្គ្រាមប៉ុន្តែទោះជាយ៉ាងណាក៏គាត់នៅតែតស៊ូតតាំងជាមួយនឹងចៅឈ្លានពានសៀមបន្តទៅទៀតយើងឃើញហើយពីទុកលំបាករបស់វីរៈកងទ័ពខ្មែរយើងថាគាត់ពលីប៉ុណ្ណាគាត់លះបង់ប៉ុណ្ណាបើសិនជាយើងសួរថាយើងអាចហូបដោយគាត់បានអត់បាយជាមួយអំបិលបាយជាមួយមីបាយសតទេបាយមួយត្រីខគ្មានទីកន្លែងអង្គុយហូបចុកត្រឹមត្រូវនេះហើយគឺជាជីវិតវីរៈកងទ័ពការពារជាតិការពារទឹកដីអញ្ចឹងសង្ឃឹមថាប្រជាជនទូទាំងប្រទេសនឹងនៅតែបន្តលើកទឹកចិត្តក៏ដូចជានៅតែបន្តគប់គុំស្បៀងជូនវីរៈកងទ័ពយើងមិនថាក្នុងអំឡុងពេលសង្គ្រាមឬមួយក៏ចប់សង្គ្រាមស្រុកទេសមានសន្តិភាពក៏ដោយក៏យើងមិនត្រូវភ្លេចនៅវីរៈភាពដ៏អង់អាចក្លាហានក៏ដូចជាយើងមិនត្រូវភ្លេចនៅអ្វីដែលវីរៈកងទ័ពយើងគាត់បានលះបង់ដើម្បីការពារទឹកដីក៏ដូចជាការពារប្រទេសជាតិយើងមួយនេះបើសិនជាគ្មានរូបគាត់ការពារតតាំងជាមួយនឹងចៅឈ្លានពានសៀមក្នុងអំឡុងថ្ងៃ